សូមគោរពនឹងជម្រាបសួរលោករស្រីអ្នកកញ្ញាទាំងអស់ជាទីគោរពស្វាគមន៍មកកាន់កម្មវិធីវិថីហិរញ្ញវត្ថុកម្មវិធីវិថីហិរញ្ញវត្ថុនេះគឺជាកម្មវិធីមួយដែលយើងមានគោលបំណងក្នុងការបញ្ជ្រាបនៅចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនទៅកាន់ប្រជាពលរដ្ឋរបស់យើងទាំងអស់ជាពិសេសគឺសិស្សានុសិស្សអាជីវករអ្នករកស៊ីក៏ដូចជាកម្មករកម្មការីនៃដែលធ្វើការបម្រើខាងផ្នែករោងចក្រកាដេផងដែរហើយគោលដៅនៃកម្មវិធីរបស់យើងនេះគឺអប់រំប្រជាពលរដ្ឋយើងចែកនៅបទពិសោធន៍ក៏ដូចជាការពន្យល់ទាក់ទងជាមួយនឹងចំណេះដឹងខាងផ្នែកហិរញ្ញវត្ថុនេះផងដែរលោករស្រីនិងកញ្ញាទាំងអស់ជាទីគោរពមុននឹងចាប់ផ្ដើមនៅកិច្ចសន្ទនារបស់យើងជាមួយនឹងវាគ្មិនខ្ញុំសូមណែនាំវាគ្មិនកិត្តិយសដែលមានវត្តមាននៅក្នុងកម្មវិធីរបស់យើងក្នុងថ្ងៃនេះគឺលោកញឹមបូរីលោកញឹមបូរីលោកគឺជាប្រធាននាយកដ្ឋានអាជីវកម្មសាខាដែលមកពីធនាគារ RHB Cambodia បាទសូមអរគុណនិងសូមជម្រាបសួរលោកបូរីដែលបានចំណាយពេលប្រធានបទដែលយើងនឹងជជែកនៅក្នុងថ្ងៃនេះគឺតកតងជាមួយនឹងការរៀបចំផែនការហិរញ្ញវត្ថុគ្រួសារតែមុននឹងចូលដល់កិច្ចជជែកពិភាក្សារបស់យើងតកតងជាមួយប្រធានបទមួយនេះខ្ញុំសូមគោរពអញ្ជើញលោកស្រីកញ្ញាទៅទស្សនាបទយកការមួយដែលក្រុមការងាររបស់យើងបានជួបជាមួយនឹងប្រជាពលរដ្ឋដែលគាត់មានបទពិសោធន៍ទៅក្នុងការរៀបចំផែនការហិរញ្ញវត្ថុគ្រួសារនេះចង់ដឹងថាតើការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់គ្រួសារមានសារៈសំខាន់បែបណាយើងទៅជួបជាមួយពួកគាត់ទាំងអស់គ្នាជាការពិតណាស់ការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់គ្រួសារនីមួយៗពិតជាមានសារៈសំខាន់ខ្លាំងណាស់សារៈសំខាន់ដោយសារតែការចេះរៀបចំផែនការហិរញ្ញវត្ថុសម្រាប់គ្រួសារនឹងធ្វើឲ្យគ្រួសារនោះមានភាពរីកចម្រើនទាំងការរស់នៅនិងប្រកបអាជីវកម្មផ្សេងៗតែផ្ទុយទៅវិញប្រសិនបើគ្រួសារនីមួយៗមិនបានរៀបចំផែនការហិរញ្ញវត្ថុសម្រាប់គ្រួសារឲ្យបានត្រឹមត្រូវទេនោះបញ្ហាប្រឈមនានាអាចនឹងកើតឡើងជាក់ជាមិនខានជុំវិញការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់គ្រួសារនេះដែរអ្នកស្រីវីរៈប៉ុណ្ណរតប្រធានគម្រោងស្ត្រីបានលើកឡើងថាការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់គ្រួសារមិនខុសពីផែនការជីវិតរស់នៅរបស់បុគ្គលនីមួយៗនោះទេដោយសារតែផែនការទាំងពីរនេះគឺត្រូវដើរទន្ទឹមគ្នាអ្នកស្រីវីរៈប៉ុណ្ណរតបានលើកឡើងទៀតថាមុននឹងអាចឈានទៅដល់ការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់គ្រួសារនីមួយៗត្រូវរៀបចំផែនការជីវិតនិងផែនការគ្រួសារជាមុនសិនបន្ថែមពីនេះទៀតនោះការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់គ្រួសារធ្វើទៅបានជាជំហានដំបូងគ្រួសារនីមួយៗត្រូវកំណត់គោលដៅរយៈពេលវែងឬរយៈពេលខ្លីជាមុនសិនហើយជំហានទី2ត្រូវចាប់ផ្ដើមគិតពីចំណូលនិងចំណាយពលត្រូវគិតពីការចំណាយណាដែលចាំបាច់ចំណាយណាដែលមិនចាំបាច់ហើយអ្វីដែលសំខាន់ត្រូវធ្វើយ៉ាងណាឲ្យចំណាយតិចជាងចំណូលបើសិនបើយើងកលេចមើលស្ថានភាពគ្រួសាររបស់ប្រជាពលរដ្ឋយើងក្នុងពេលបច្ចុប្បន្នវាខុសគ្នាពីមួយគ្រួសារទៅមួយគ្រួសារក៏ប៉ុន្តែខ្ញុំអាចលើកយកគ្រួសារមួយដែលថាគាត់មានចំណូលមួយសមរម្យឧទាហរណ៍ថាស្វាមីនិងភរិយាគាត់មានការងារមានប្រភពចំណូលដូចគ្នាហើយគាត់មានបុត្រតូចៗដែលត្រូវចូលរៀនចាហើយគាត់ត្រូវបង់រំលោះផ្ទះដើម្បីមានកន្លែងមួយស្នាក់នៅដែលឯករាជ្យគ្រួសារតូចគាត់ចឹងណាចាអញ្ចឹងនៅក្នុងគ្រួសារមួយដែលមានស្ថានភាពបែបហ្នឹងចង់មិនចង់គាត់ទាំងស្វាមីភរិយាត្រូវទៅចែកគ្នាហើយអ្នកស្រីវីរៈប៉ុណ្ណរតប្រធានគម្រោងស្ត្រីសង្កត់ធ្ងន់ថាគ្រួសារនីមួយៗត្រូវតែមានទុនបម្រុងទុកជានិច្ចតាមរយៈការចេះសន្សំចំណូលរបស់ខ្លួនមួយចំនួនដើម្បីការពារពីបញ្ហាប្រឈមនានាដែលអាចកើតឡើងជាយថាហេតុអ្នកស្រីវីរៈប៉ុណ្ណរតបានចែករំលែកបទពិសោធន៍របស់ខ្លួនដែរថាត្រូវចេះដាក់វិន័យលើខ្លួនឯងដែរមិនត្រូវចង់ចំណាយតាមចំណង់ចំណូលចិត្តរបស់ខ្លួនគ្រប់ពេលវេលានោះទេពលត្រូវចេះព្យាយាមកាត់បន្ថយចំណាយឲ្យបានច្រើនជាងចំណូលជាដាច់ខាតអ្នកស្រីវីរៈប៉ុណ្ណរតសង្កេតឃើញថាគ្រួសារមួយចំនួនបានធ្លាក់ទៅជំពាក់បំណុលវណ្ឌកដោយសារហេតុផល3សំខាន់គឺទី1ការចំណាយទៅលើរបស់របរដែលមិនចាំបាច់ទី2ការខ្ចីបំណុលពីវិស័យហិរញ្ញវត្ថុយកទៅប្រើប្រាស់ដោយមិនមានផែនការច្បាស់លាស់និងទី3ការប្រើប្រាស់ខ្ចីប្រាក់ពីវិស័យហិរញ្ញវត្ថុដែលមានការប្រាក់ខ្ពស់ពេកពីអ្នកខ្ញុំភាគច្រើនយើងមានបញ្ហាតាក់ទងទៅនឹងការមានគោលដៅផ្សេងគ្នាហើយនឹងការបែងចែកអំណាចនៅក្នុងការគ្រប់គ្រងសាច់ប្រាក់នៅក្នុងគ្រួសារហើយវាប្រែប្រួលទៅតាមស្ថានភាពនិងការវិវត្តនៃគ្រួសាររបស់យើង
ពេលដែលយើងរៀបអាពាហ៍ពិពាហ៍ថ្មីថ្មោហើយយើងធ្វើការងារអង្គការប្រាក់ចំណូលផាកផាយគ្នាវាងាយស្រួលអត់ស្មានភាពស្មុគស្មាញទេយើងប្រើប្រាស់រូបមន្តតពីដូនតាមកគឺភរិយាគឺជាអ្នកកាន់ប្រាក់ចាកាន់ប្រាក់អញ្ចឹងគាត់បានចំណូលមកគាត់ឲ្យគាត់ទុកតែប្រហែលភាគរយសម្រាប់គាត់ចាយវាប្រចាំថ្ងៃអញ្ចឹងទៅខ្ញុំជាប្រពន្ធហ្នឹងគឺត្រូវយកថវិកាគាត់បូកជាមួយថវិកាខ្ញុំហើយយើងជាអ្នកគ្រប់គ្រងមកចាត់ចែងថាតើអ្វីជាចំណាយកាតព្វកិច្ចចំណាយចាំបាច់ហើយនឹងអ្វីក៏ចាប់សម្រាប់សំក៏ចាប់សម្រាប់ចាយវាបែបកំសាន្តអីលក្ខណៈអញ្ចឹងណាចាអញ្ចឹងមិនសូវមានភាពស្មុគស្មាញហើយក៏មិនសូវមានការប្រទាំងប្រទើគ្នាដែរព្រោះវាងាយស្រួលប៉ុន្តែដល់ពេលយើងចាប់ផ្ដើមមានកូនយើងចាប់ផ្ដើមបងមនុស្សផ្ទះនិងដល់ដំណាក់កាលមួយដែលគ្រួសារខ្ញុំក៏ចង់ចាប់ផ្ដើមប្រឡូកនៅក្នុងវិស័យអាជីវកម្មអញ្ចឹងគាត់ត្រូវការសាច់លុយក្នុងដៃច្រើននៅក្នុងការប្រវល់ចុះប្រវល់ឡើងហើយនឹងធ្វើការសម្រេចចិត្តលឿនចាអញ្ចឹងយើងដែលធ្លាប់តែមានសិទ្ធិអំណាចនៅក្នុងការគ្រប់គ្រងចាត់ចែងថវិកាណាអញ្ចឹងតាមធម្មតាពេលយើងដូរវឹកភ្លាមយើងចាប់ផ្ដើមមានអារម្មណ៍ថាអត់ស្រួលហើយព្រោះវាខុសពីទម្លាប់ដែលយើងធ្វើអញ្ចឹងដំបូងយើងដូចរៀងមិនទុកចិត្តគ្នាទៅវិញទៅមកមិនដឹងថាគាត់យកលុយទៅណាអញ្ចឹងណាចាឬក៏មិនដឹងថាមានលុយលាក់ឬក៏អត់ឬក៏អីចឹងយើងមានការសង្ស័យក៏ប៉ុន្តែអ្វីជាដំណោះស្រាយគឺយើងធ្វើការជជែកគ្នាពួកខ្ញុំមានវប្បធម៌មួយគឺយើងជជែកគ្នាជារៀងរាល់ឆ្នាំនៅថ្ងៃ countdown គឺជាថ្ងៃដែលពួកយើងជជែកគ្នាអំពីផែនការជីវិតហើយនិងផែនការហិរញ្ញវត្ថុចាហ្នឹងហើយយើងធ្វើការបើកចំហទៅវិញទៅមកពីប្រភពចំណូលរបស់យើងរៀងខ្លួនដែលមានការលាក់បាំងចាហើយយើងផ្ដល់ការទុកចិត្តឲ្យគ្នាទៅវិញទៅមកហើយអ្វីដែលសំខាន់យើងមើលឃើញថាគ្រួសាររបស់យើងមានផែនការជាក់លាក់ឬក៏អត់ហើយមានជាលទ្ធផលឬក៏អត់សរុបមកវិញការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់គ្រួសារមិនត្រឹមតែមានឥទ្ធិពលទៅលើទំនាក់ទំនងរវាងប្តីប្រពន្ធប៉ុណ្ណោះនោះទេប៉ុន្តែក៏មានឥទ្ធិពលដោយផ្ទាល់ដល់អនាគតរបស់កូនផងដែរត្រង់ចំណុចនេះចំពោះគ្រប់ក្រុមគ្រួសារទាំងអស់ត្រូវមានផែនការហិរញ្ញវត្ថុសម្រាប់គ្រួសារឲ្យបានច្បាស់លាស់ត្រូវមានប្រាក់បម្រុងសម្រាប់គ្រោះអាសន្នបន្ទាន់ត្រូវចេះឯកភាពរវាងប្តីនិងប្រពន្ធទៅលើផែនការចំណាយត្រូវបែងចែកទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុរវាងប្តីនិងប្រពន្ធត្រូវរៀបចំធនធានហិរញ្ញវត្ថុឲ្យបានគ្រប់គ្រាន់សម្រាប់ការអប់រំកូនរបស់អ្នកជាដើមបាទលោកលោកស្រីកញ្ញាតើជាទីគោរពបន្តពីបានតាមដានស្ដាប់ជាមួយនឹងបទយោការដែលក្រុមការងាររបស់យើងបានផលិតនៅខាងក្រៅរួចមកយើងងាកមកវិញជួបជាមួយនឹងវាគ្មិនកិត្តិយសរបស់យើងដែលយើងនឹងជជែកជុំវិញប្រធានបទការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់គ្រួសារពិតមែនហើយការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់ក្រុមគ្រួសារវាគឺជារឿងមួយដ៏សំខាន់នៅក្នុងជីវិតជាគ្រួសារជីវិតគ្រួសារដែលជោគជ័យហើយអាចបន្តរលូនទៅមុខបានគឺយើងត្រូវការដឹងតេតងជាមួយនឹងចំណូលនិងចំណាយការគ្រប់គ្រងហិរញ្ញវត្ថុមួយនេះគោលដៅនៃការបង្កើតផែនការហិរញ្ញវត្ថុយើងអាចគិតបានថាក្រុមគ្រួសារនីមួយៗក៏ប្រកបជាមានគោលដៅរបស់ខ្លួនអាចជាគោលដៅនៃការរៀបចំផែនការនេះសម្រាប់ពេលដែលចាស់ទៅយើងអាចនិយាយថាពេលចូលនិវត្តន៍ឬក្រុមគ្រួសារខ្លះអាចរៀបចំផែនការហិរញ្ញវត្ថុបែបនេះសម្រាប់គោលដៅសម្រាប់កូនខ្លួនឯងការអប់រំការធ្វើអាជីវកម្មជាដើមប៉ុន្តែបរាជ័យហើយនឹងជោគជ័យវាតែងតែកើតមានឡើងសម្រាប់អ្នករៀបចំផែនការតើបរាជ័យនៅខាងណាជោគជ័យនៅខាងណាហើយយើងចង់បានសម្រេចវាទាំងអស់គ្នាហើយបើសិនមានប្រឈមមួយហានិភ័យកើតឡើងតើយើងគួរតែមានដំណោះស្រាយបែបណាយើងជួបជាមួយនឹងអ្នកជំនាញរបស់យើងទាំងអស់គ្នាដែលមានលោកបូរីនៅទីនេះស្រាប់អរគុណច្រើនលោកបូរីដែលបានចំណាយពេលជាមួយនឹងកម្មវិធីវិថីហិរញ្ញវត្ថុសំណួរដំបូងរបស់ខ្ញុំជូនទៅកាន់លោកអាចជួយបញ្យល់បានទេនិយមន័យនៃការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់គ្រួសារគឺជាអ្វីអូខេអរគុណបាទសម្រាប់សំណួរនេះបាទសំណួរនេះពិតជាល្អមែនទែនសម្រាប់ក្រុមគ្រួសារបងប្អូនជនយើងនិយមន័យនៃពាក្យថាដើម្បីរៀបចំផែនការហិរញ្ញវត្ថុគឺវាពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្រុមគ្រួសារនីមួយៗគឺដើម្បីគាត់កំណត់ឲ្យឃើញច្បាស់ពីគោលដៅផងគាត់រយៈពេលខ្លីរយៈពេលមធ្យមឬមួយក៏រយៈពេលវែងទៅតាមគោលបំណងរបស់គាត់មួយទៀតគឺសម្រាប់ដើម្បីពួកគាត់អាចយល់ដឹងអំពីប្រភពនៃចំណូលចំណាយរបស់គាត់ដើម្បីឲ្យគាត់អាចរៀបចំផែនការទៅតាមគោលដៅនិងទស្សនវិស័យដែលពួកគាត់ចង់បាននៅពេលអនាគតសម្រាប់ក្រុមគ្រួសារគាត់ទាំងមូលបាទសូមអរគុណខ្ញុំធ្លាប់តែឮថាផែនការអាជីវកម្មផែនការសិក្សាឬផែនការយោបាយយុទ្ធសាស្ត្រសម្រាប់ប្រទេសមួយប៉ុន្តែផែនការហិរញ្ញវត្ថុសម្រាប់គ្រួសារនេះប្រហែលជាអាចនឹងថ្មីសម្រាប់ប្រជាពលរដ្ឋយើងមួយចំនួនលោកអាចឲ្យនិយមន័យបានទេតើផែនការហិរញ្ញវត្ថុគឺជាអ្វីបាទកម្មពិតផែនការហិរញ្ញវត្ថុវាប្រៀបបានជាមួយនឹងផែនការទូទៅរបស់អង្គភាពដូចគ្នាដែរប៉ុន្តែនេះយើងផ្ទេរចេញពីអាជីវកម្មមកជាក្រុមគ្រួសារវិញអញ្ចឹងផែនការហិរញ្ញវត្ថុគឺយើងចង់សម្ដៅទៅលើការចាត់ចែងថវិការបស់ក្រុមគ្រួសារមួយដើម្បីឲ្យមានប្រសិទ្ធភាពទៅតាមគោលបំណងគោលដៅដែលពួកគាត់ចង់បានឧទាហរណ៍ថា
ក្រុមគ្រួសារមួយគាត់មានចំណូលក្នុងកម្រិតណាមួយតើគាត់ចង់សម្រេចគោលដៅគាត់ក្នុងរយៈពេលវែងរយៈពេលខ្លីឬមួយក៏មធ្យមតើគាត់ត្រូវធ្វើយ៉ាងម៉េចដើម្បីសម្រេចតាមគោលដៅរបស់ពួកគាត់ទាំងអស់ហ្នឹងអញ្ចឹងវាឆ្លោះបញ្ចាំងទៅលើទស្សនវិជ្ជាពីរទស្សនវិជ្ជាទី1គឺតាក់ទងជាមួយនឹងប្រភពចំណូលផងគាត់ទី2តាក់ទងជាមួយនឹងប្រភពចំណាយផងគាត់តើរវាងប្រភពចំណូលនិងចំណាយផងគាត់តើវាមានស័ព្ទបន្ទល់គ្នានៅអត់ថាតើពួកគាត់ត្រូវធ្វើយ៉ាងម៉េចដើម្បីចាត់ចែងប្រភពចំណូលហ្នឹងឲ្យមានប្រសិទ្ធភាពទៅតាមគោលដៅនៃគោលបំណងរបស់ពួកគាត់រៀងៗខ្លួនហេតុអ្វីបានជាវាមានសារៈសំខាន់សម្រាប់ក្រុមគ្រួសារនីមួយៗដែលត្រូវតែមានដែលសារៈសំខាន់គឺដើម្បីពួកគាត់អាចជៀសផុតពីហានិភ័យផ្សេងៗដែលពួកគាត់មិនអាចរំពឹងទុកឧទាហរណ៍ថាបើក្នុងករណីថាបើគាត់អត់មានផែនការហិរញ្ញវត្ថុច្បាស់លាស់គាត់ត្រូវការឧទាហរណ៍ថាគាត់ចង់ឲ្យកូនគាត់ចូលបានសិក្សានៅក្នុងសាកលវិទ្យាល័យមួយបើគាត់អត់បានរៀបចំផែនការហិរញ្ញវត្ថុច្បាស់លាស់នោះធ្វើឲ្យគោលដៅរបស់គាត់ដែលគាត់ចង់ឲ្យការអប់រំរបស់កូនចៅគាត់បានរីកចម្រើននោះគឺពិតជាមិនអាចទៅដល់គោលដៅបានទី2ក៏វាតាក់ទងជាមួយនឹងផែនការចូលនិវត្តន៍របស់ពួកគាត់ដូចគ្នាដែរឧទាហរណ៍ដូចខ្ញុំឧទាហរណ៍ថានៅពេលដែលខ្ញុំចូលនិវត្តន៍ខ្ញុំចង់បានទំហំថវិកាកម្រិតមួយដែលខ្ញុំអាចមានលទ្ធភាពក្នុងការខ្ញុំមានសេរីភាពក្នុងការខ្ញុំបានធ្វើអ្វីឬមួយក៏ប្រកបអ្វីដែលខ្ញុំចង់បានក្នុងពេលដែលខ្ញុំបានចូលនិវត្តន៍អញ្ចឹងផែនការហិរញ្ញវត្ថុវាពិតមានសារៈសំខាន់ណាស់អានោះវាជាកន្លឹះឬជាកញ្ចក់ដែលយើងអាចឆ្លុះបញ្ចាំងពីស្ថានភាពរបស់យើងដើម្បីយើងឈានទៅដល់គោលដៅដែលយើងចង់បាននៅពេលអនាគតបាទមិញខ្ញុំចាប់បានពាក្យរបស់លោកបានលើកឡើងថាអាចមានហានិភ័យកាត់ឡើងប្រសិនបើយើងមិនបានរៀបចំផែនការហិរញ្ញវត្ថុទុកជាមុនលោកអាចលើកឡើងពី3ចំណុចបានទេហានិភ័យអ្វីខ្លះដែលកាត់ឡើងប្រសិនបើក្រុមគ្រួសារមួយអត់មានផែនការនឹងច្បាស់លាស់ឬក៏យើងបដិសេធអត់ចង់ធ្វើវាតែម្ដងតើហានិភ័យអីអាចកាត់ឡើងហានិភ័យទី1សម្រាប់ក្រុមគ្រួសារយើងខ្លះមួយចំនួននៅពេលដែលគាត់ឧទាហរណ៍ថាសមាជិកគ្រួសារគាត់មួយគាត់គឺជាអ្នកដែលប្រភពរកចំណូលសម្រាប់គ្រប់គ្រងគ្រួសារនៅពេលដែលសមាជិកមួយហ្នឹងគាត់មានបញ្ហាហានិភ័យកើតឡើងក្នុងកលៈទេសៈណាមួយដែលយើងមិនអាចរំពឹងទុកអញ្ចឹងរាល់សមាជិករបស់គាត់ទាំងអស់នៅក្នុងក្រុមគ្រួសារគាត់ច្បាស់ជាមានបញ្ហាបើសិនបើយើងមានផែនការច្បាស់លាស់ទោះបីជាគាត់មានបញ្ហាគាត់បាត់បង់ការងារឬមួយគាត់មានហានិភ័យអីកើតឡើងក៏ស្ថានភាពហិរញ្ញវត្ថុក្នុងគ្រួសារគាត់ក៏អត់មានបញ្ហាដូចគ្នាដែរអានេះហើយគឺជាសារៈសំខាន់ក្នុងការយើងរៀបចំហិរញ្ញវត្ថុសម្រាប់គ្រួសារដើម្បីឲ្យប្រកាសថាស្ថានភាពហិរញ្ញវត្ថុរបស់គាត់គឺមិនមានបញ្ហានៅពេលអនាគតអញ្ចឹងសម្រាប់គោលបំណងរបស់គ្រួសារមួយទៅគ្រួសារមួយមានកម្មវត្ថុឬគោលបំណងផ្សេងអ្នកខ្លះគាត់ចង់បានលំនៅឋានមួយដែលជាលំនៅឋានដែលជាក្តីសម័យរបស់គាត់អញ្ចឹងគាត់ទៅរៀបចំផែនការថាតើរយៈពេលប្រហែលឆ្នាំគាត់ត្រូវមានលំនៅឋានដែលគាត់ចង់បានអញ្ចឹងគាត់ត្រូវចាប់ផ្ដើមពីផែនការរបស់គាត់តើរយៈពេលប្រហែលឆ្នាំដើម្បីគាត់អាចសម្រេចគោលដៅនៃផែនការរបស់គាត់ដើម្បីគាត់អាចមានលទ្ធភាពក្នុងការសម្រេចបានលំនៅឋានដែលគាត់ចង់បានអានេះហើយគឺជាគុណសម្បត្តិឬមួយក៏សារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់គ្រួសារបាទមានប្រជាពលរដ្ឋខ្លះដែលខ្ញុំធ្លាប់បានជួបមិត្តភ័ក្តិរបស់ខ្ញុំក៏លើកឡើងថាការរៀបចំផែនការហិរញ្ញវត្ថុវាល្អហើយស្ដាប់ទៅល្អប៉ុន្តែទុកឲ្យអ្នកដែលគេមានប្រាក់ខែខ្ពស់ទៅ1000 2000អីទៅប៉ុន្តែអ្នកដែលមានប្រាក់ខែដូចជា250 150 300ចុះក្រោមមិនបាច់រៀបចំទេទស្សនៈបែបនេះលោកយល់ឃើញមិនដែរសម្រាប់ខ្ញុំគិតថាវាអត់សំខាន់ទៅលើចំណូលដែលពួកគាត់រកបានទេវាអាស្រ័យទៅលើនៃការ plan ផែនការគ្រួសាររបស់គាត់ដោយពាក្យចាស់មួយយើងបានលើកឡើងចឹងថាទោះបីយើងប្រាក់ខែ$100គឺយើងអាចចាយគ្រប់$1000គឺយើងអាចចាយគ្រប់បានដូចគ្នាដែរក្នុងករណីដែលយើងអត់មានផែនការច្បាស់លាស់ខ្ញុំជឿថាស្ថានភាពផ្លូវដើរនៃហិរញ្ញវត្ថុរបស់គាត់ច្បាស់ជាមានបញ្ហាបើក្នុងករណីថាគាត់មានប្រាក់ខែខ្ពស់គាត់អាចរៀបចំ budget ឬមួយក៏គាត់អាចរៀបចំផែនការហិរញ្ញវត្ថុផងគាត់ហ្នឹងទៅដល់គោលដៅគាត់លឿនជាងអ្នកដែលគាត់មានថាប្រាក់ខែទាបជាងហ្នឹងប៉ុន្តែនៅពេលដែលគាត់មានគោលដៅច្បាស់លាស់អញ្ចឹងសារៈសំខាន់នៃការរៀបចំ financial សម្រាប់គ្រួសារផងគាត់ហ្នឹងវាពិតជាមានសារៈសំខាន់ណាស់អញ្ចឹងសម្រាប់ទស្សនៈរបស់ខ្ញុំគិតថាវាអត់សំខាន់ទៅលើថាតើគាត់មានប្រាក់ខែតិចឬមួយប្រាក់ខែច្រើនបើសិនបើគាត់អាចរៀបចំផែនការនឹងបានច្បាស់លាស់គាត់អាចនឹងសម្រេចគោលដៅផងគាត់អ្វីដែលគាត់ចង់បាននៅពេលខាងមុខអរគុណច្រើនលោកបូរិកអញ្ចឹងខ្ញុំចង់នឹងតេតងជាមួយនឹង tip សំខាន់មួយចំនួនតើមានធាតុផ្សំអ្វីគេខ្លះដើម្បីឲ្យយើងអាចបង្កើតផែនការនឹងហើយយើងអាចអនុវត្តវាប្រកបទៅដោយភាពជោគជ័យបានអូខេអរគុណបាទសម្រាប់សំណួរបាទកម្មពិតទៅដើម្បីយើងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់គ្រួសារយើងមានមធ្យោបាយច្រើនអាស្រ័យទៅតាមប្រភេទនៃគោលដៅរបស់សមាជិកគ្រួសារមួយដែលគាត់ចង់បានប៉ុន្តែសម្រាប់ខ្ញុំផ្ដល់អនុសាសន៍សម្រាប់មធ្យោបាយមួយតាម
ដែលមធ្យោបាយនោះគឺមានលក្ខណៈពេញនិយមសម្រាប់ប្រសានភាពនៅពេលបច្ចុប្បន្ននោះដែលយើងប្រើប្រាស់យុទ្ធសាស្ត្រ50 30 និង 20ដូចម្ដេចទៅដែលហៅថាយុទ្ធសាស្ត្រ50 30 20មានន័យថាលោកអ្នកត្រូវដកលុយទឹកលុយចំនួន 50% នៃចំណូលរបស់លោកអ្នកសម្រាប់ចំណាយទៅលើរបស់អ្វីដែលចាំបាច់តើរបស់អ្វីដែលចាំបាច់នោះមានអីខ្លះមានដូចជាចំណាយទៅលើម្ហូបអាហារទឹកភ្លើងទៅលើការជួលឬមួយក៏ចំណាយអ្វីដែលចាំបាច់សម្រាប់ក្នុងក្រុមគ្រួសារអានោះគឺយើងត្រូវចំណាយ 50% ទុក 50% កាត់ទុកសម្រាប់ចំណាយទៅលើរបស់អ្វីដែលចាំបាច់និង 30% ទៀតទៅលើរបស់អ្វីយើងត្រូវការតើរបស់អ្វីខ្លះដែលយើងត្រូវការមានដូចជាទូរស័ព្ទមានដូចជាចំណាយ entertainment ផ្សេងៗសម្រាប់ក្រុមគ្រួសារដូចជាយើងទៅញ៉ាំអាហារទាំងក្រៅជាមួយគ្រួសារឬមួយយើងទិញសម្ភារៈផ្សេងៗទាំងអស់នោះគឺជាចំណាយអ្វីដែលមិនចាំបាច់ប៉ុន្តែសម្រាប់ចំណាយនោះយើងអាចកាត់បន្ថយអាស្រ័យទៅតាមតម្រូវការជាក់ស្ដែងនិងស្ថានភាពចំណូលដែលយើងមានដូចគ្នាដែរប៉ុន្តែសម្រាប់ខ្ញុំលើកទឹកចិត្តត្រឹម 30% គឺយើងកាត់ទុកត្រឹម 30% ហ្នឹង3ដែលសំខាន់បំផុតគឺ 20% 20% គឺយើងចង់សម្ដៅទៅលើការសន្សំនិងការវិនិយោគមានន័យថាយើងត្រូវដកទឹកលុយចំនួន 20% ដែលយើងមានដែលយើងបានរកបានប្រចាំខែដើម្បីជាការសន្សំនិងសម្រាប់ការវិនិយោគដូចអ្វីទៅជាការសន្សំនិងការវិនិយោគគឺជាគោលដៅនៃទិសដៅដែលយើងចង់បានដើម្បីធ្វើឲ្យស្ថានភាពហិរញ្ញវត្ថុគ្រួសាររបស់យើងគឺ stable សម្រាប់ពេលអនាគតមានន័យថាយ៉ាងម៉េចពេលខ្លះស្ថានភាពគ្រួសារខ្លះគាត់អាចដកលុយ 20% ហ្នឹងសម្រាប់ជាការដាក់ជាប្រាក់បញ្ញើតាមស្ថាប័នធនាគារផ្សេងៗដូចជាដាក់នៅក្នុង saving account ឬមួយក៏ fixed deposit ផ្សេងៗសម្រាប់គ្រួសារខ្លះទៀតគាត់អាចដូចជាទិញជាប័ណ្ណធានារ៉ាប់រងអាយុជីវិតដូចលោកបានដឹងហើយថាបច្ចុប្បន្នសម្រាប់ការទិញប័ណ្ណធានារ៉ាប់រងក៏មិនត្រឹមតែយើងចំណាយទៅលើប្រាក់ដែលយើងត្រូវបង់ទៅលើក្រុមហ៊ុនធានារ៉ាប់រងដែរប៉ុន្តែយើងក៏អាចទទួលបានចំនួនកញ្ចប់ថវិកាត្រឡប់មកវិញនៅពេលដែលយើងកំណត់ពេលវេលាណាមួយអានោះហើយគឺជាការ investment ជាការផែនការហិរញ្ញវត្ថុសម្រាប់យើងដើម្បីឲ្យប្រកាសថាគោលដៅអ្វីដែលយើងចង់បានมันមានហានិភ័យកើតឡើងនៅពេលអនាគតសម្រាប់ក្រុមគ្រួសារបាទមួយចំណុចលោកបរិយតើយើងគួរតែមានថវិកាមួយចំនួនទុកសម្រាប់ការពារនៅពេលដែលមានហានិភ័យឬក៏គេហៅថា emergency ភាសាខ្មែរមានន័យថានៅពេលដែលមានករណីបន្ទាន់ណាមួយកើតឡើងដែលយើងនឹកស្មានមិនដល់តើយើងគួរតែមានកញ្ចប់ថវិកាហ្នឹងទុកបំរុងដែរទេហើយបើសិនជាយើងមានតើយើងគួរតែទុកប៉ុន្មានភាគរយនៃថវិកាឬក៏ចំណូលរបស់យើងត្រឹមត្រូវបាទសម្រាប់សំណួរនេះមិនថាជាអង្គភាពឬមួយក៏ស្ថាប័នផ្សេងៗទេគឺប្រាក់បំរុងគឺវាចាំបាច់ណាស់សម្រាប់យើងទុកសម្រាប់យើងការពារនៅក្នុងមានហានិភ័យអ្វីកើតឡើងដែលយើងអាចរំពឹងទុកដោយលោកបានដឹងថាបច្ចុប្បន្នយើងអត់ដឹងថាតើនឹងមានអ្វីកើតឡើងសម្រាប់ដំណើរជីវិតផងយើងទេអញ្ចឹងការទុកប្រាក់បំរុងចំនួនណាមួយដែលសមស្របដើម្បីយើងការពារហានិភ័យនោះវាពិតជាមានសារៈសំខាន់ណាស់សម្រាប់ទស្សនៈរបស់ខ្ញុំគិតថាយ៉ាងហោចណាស់ 10% នៃចំណូលដែលយើងរកបានប្រចាំខែប៉ុន្តែវាអាស្រ័យទៅតាមចំនួនជាក់ស្ដែងនៃចំនួនចំណូលដែលពួកគាត់អាចរកបានប្រចាំខែដូចគ្នាដែរប៉ុន្តែសម្រាប់ខ្ញុំរឹកទឹកចិត្តចន្លោះពី10ទៅ 20% ជាប្រាក់បំរុងសម្រាប់ការពារហានិភ័យផ្សេងៗនៅពេលអនាគតបាទលោកឯងលើកឧទាហរណ៍បានទេហានិភ័យឬក៏ករណីជាក់ស្ដែងណាមួយដែលកំពុងកើតឡើងក្នុងសង្គមយើងបច្ចុប្បន្នដែលវាកើតឡើងភ្លាមហើយដោយសារតែទុនបំរុងដែលយើងមាននឹងហើយអាចជួយសង្គ្រោះយើងបានអាចជាករណីឧទាហរណ៍គេខ្លះអូខេឧទាហរណ៍ដូចលោកបានដឹងបច្ចុប្បន្នយើងកាលពី2ឆ្នាំមុនលោកដឹងហើយយើងមានបញ្ហាតាក់ទងនឹងបញ្ហាកូវីដតែបញ្ហានោះគឺយើងដូចជាមិនគ្រប់គ្នាស្ទើរតែយើងអត់គិតថាវានឹងកើតឡើងទេអញ្ចឹងក៏មានបញ្ហាគ្រួសារឬមួយក៏អង្គភាពខ្លះមួយចំនួនដែរដែលគាត់ប៉ះពាល់នឹងស្ថានភាពបែបហ្នឹងបើសិនបើយើងអត់មានលុយបំរុងសម្រាប់គ្រួសារយើងទេក្នុងករណីថាពេលខ្លះសមាជិកគ្រួសារយើងណាម្នាក់ដែលជាជំហរនៅក្នុងគ្រួសារផងយើងគាត់បាត់បង់ការងារគាត់បាត់បង់សមត្ថភាពក្នុងការបំពេញការងារឬមួយក៏រកចំណូលសម្រាប់គ្រួសារបើក្នុងករណីនោះកើតឡើងអានេះជាបញ្ហាដែលប្រាក់បំរុងដែលយើងត្រូវរីសើសម្រាប់គ្រួសារហ្នឹងវាពិតជាមានសារៈសំខាន់ណាស់អញ្ចឹងពេលរឿងខ្លះនៅក្នុងពេលអនាគតយើងពិតជាមិនអាចព្យាករណ៍បានទេថាវានឹងមានរឿងអីកើតឡើងអញ្ចឹងប្រាក់បំរុងនោះវាពិតជាមានសារៈសំខាន់មែនទែនដូចខ្ញុំលើកឡើងខាងលើអញ្ចឹងគឺទី1តកតងនឹងព្រឹត្តិការណ៍ខ្លះមួយចំនួនដែលយើងអត់បានដឹងថាកើតឡើងសម្រាប់ក្រុមគ្រួសារយើងទី2យើងក៏អត់ដឹងដូចគ្នាដែរថាសមាជិកដែលគាត់ជាមនុស្សសំខាន់ដែលជាប្រភពចំណូលដែលគាត់អ្នករកចំណូលសម្រាប់ support គ្រួសារហ្នឹងតើគាត់នឹងមានរឿងអីកើតឡើងយើងក៏អត់ដឹងដូចគ្នាដែរក្នុងករណីថាគាត់មានហានិភ័យអីកើតឡើងសុំទោសឧទាហរណ៍ថាគាត់មានបញ្ហាគ្រោះថ្នាក់ចរាចរណ៍គាត់អត់អាចមានលទ្ធភាពដើម្បីរកចំណូលសម្រាប់គ្រួសាររបស់គាត់អញ្ចឹងក្នុងកំឡុងពេលperiodហ្នឹងតើស្ថានភាពគ្រួសារគាត់នឹង
ទៅជាយ៉ាងណាមកក្នុងករណីថាប្រសិនបើគាត់អត់បានមានប្រាក់បំរុងសម្រាប់ជាការទុនបង្វិលឬមួយក៏សម្រាប់ support គ្រួសារគាត់ប្រចាំថ្ងៃបាទអរគុណច្រើនលោកបរិយលោកលោកស្រីនិងកញ្ញាទាំងអស់ជាទីគោរពយើងកំពុងតែជជែកគ្នាទៅលើប្រធានបទតកតងជាមួយនឹងការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់គ្រួសារហើយប្រធានបទនេះយើងយល់ឃើញថាវាមានសារៈសំខាន់សម្រាប់ក្រុមគ្រួសារទាំងអស់តែម្ដងដោយសារតែវាតកតងជាមួយនឹងការរៀបចំគោលដៅនៃជីវិតវាតកតងជាមួយយុទ្ធសាស្ត្រដើម្បីសម្រេចវាឲ្យបានជោគជ័យវាតកតងជាមួយនឹងចំណាយចាយវាឬក៏ចំណូលរបស់ប្រជាពលរដ្ឋរបស់យើងវាគឺជាសេដ្ឋកិច្ចវាគឺជាសុខុមាលភាពនៃហិរញ្ញវត្ថុអ្វីដែលយើងកំពុងជជែកជាមួយលោកបរិយគឺយើងច្រើនតកតងជាមួយនឹងទី1គឺតកតងការរៀបចំហិរញ្ញវត្ថុចំណាយចំណូលហើយក៏ដូចជាចំណង់ហើយនឹងតម្រូវការដែរតកតងនឹងកន្លែងនេះលោកបរិយយើងនិយាយច្រើនរឿងចំណង់អ្វីទៅជាចំណង់មានថាយើងចង់នេះចង់នោះច្រើនមួយទៀតរឿងតម្រូវការលោកមានជាយុទ្ធសាស្ត្រឬក៏ចំណុចអី tip អីខ្លះទេដើម្បីប្រជាពលរដ្ឋយើងអាចបែងចែកបានថាអូខេនេះគឺជាចំណង់ទេមិនមែនជាតម្រូវការរបស់ពួកយើងទេអានេះគឺជាតម្រូវការចាំបាច់នឹងតើយើងបែងចែកវាយ៉ាងម៉េចចំណង់ហើយនឹងតម្រូវការអូខេចំនួននេះពិតជាល្អមែនទែនដើម្បីយើងអាចញែកដាច់រវាងចំណង់ហើយនឹងតម្រូវការយើងជាក់ស្ដែងដោយភាសាអង់គ្លេសយើងហៅថា demand ហើយនឹង want demand យើងចង់បានន័យថាសំដៅទៅលើអីខ្លះគឺជាអ្វីដែលជារបស់ដែលយើងចាំបាច់ដែលយើងត្រូវតែប្រើប្រាស់ប្រចាំថ្ងៃឬមួយក៏ប្រចាំខែដូចខ្ញុំលើកឡើងឧទាហរណ៍ខាងលើអញ្ចឹងថាដូចជាការហូបចុកប្រចាំថ្ងៃអាហ្នឹងគឺវាជាតម្រូវការជាក់ស្ដែងដែលយើងអត់អាចមិនញ៉ាំបានទេគ្រប់គ្នាយើងត្រូវតែញ៉ាំមែនទេបាទអញ្ចឹងការយល់ខុសមួយចំនួនយើងគិតថាប្រជាពលរដ្ឋគាត់អាចកែសម្រួលវិញគឺចាប់ដើមកាន់តែលឿនគឺកាន់តែល្អទៅហ្នឹងបាទចុះបើសិនជាករណីមួយដែលគេថាជាបទពិសោធន៍របស់ប្រជាពលរដ្ឋគាត់ឃើញថាវាមិនមែនជាភាពចាំបាច់ឬក៏វាមិនតន់ជាឥឡូវបច្ចុប្បន្ននោះទេធ្វើយ៉ាងម៉េចដើម្បីឲ្យគាត់កែប្រែអរិយាប័ត្រត្រឡប់មកវិញឬគិតថាត្រូវតែធ្វើដូចលោកបានបញ្ជាក់មកអញ្ចឹងគឺចាប់ដើមកាន់តែលឿនកាន់តែតើកែប្រែអរិយាប័ត្ររបស់គាត់គួរតែកែប្រែពីចំណុចណាទៅដើម្បីឲ្យគាត់អាចចាប់ដើមបានហើយជាយោបល់របស់លោកផ្ទាល់គាត់គួរតែចាប់ដើមជាមួយនឹងការសន្សំនៅផ្ទះឬក៏ជាមួយនឹងស្ថាប័ន micro finance ឬក៏ធនាគារមួយណាល្អជាងគាត់សន្សំនៅផ្ទះឬគាត់ធ្វើជាមួយនឹងស្ថាប័នសាធារណៈទាំងអស់នោះអូខេក្នុងនោះគឺមានចំណុចពីរដែលសំខាន់ដោយលើកឡើងថាតើយើងត្រូវធ្វើយ៉ាងម៉េចដើម្បីយើងដូរ mindset គាត់ពីរបៀបក្នុងការគាត់គិតថាការកត់ត្រាឬមួយក៏ការរៀបចំផែនការហិរញ្ញវត្ថុនោះវាអត់សំខាន់ទេសម្រាប់ខ្ញុំគិតថាបើសិនបើគាត់គិតថាតើរាល់ថ្ងៃប្រភពចំណូលផនគាត់ចំណាយផនគាត់រាល់ថ្ងៃគាត់គិតថាគាត់ពេញចិត្តនៅពេញចិត្តថាអូខេការគ្រប់គ្រងចំណូលចំណាយផនគាត់ហ្នឹងបើមានសិទ្ធិភាពហើយគាត់មិនចាំបាច់ធ្វើឲ្យអស់ហ្នឹងក៏វាអត់មានបញ្ហាដែរបញ្ហាគឺនៅត្រង់ថាពេលខ្លះដូចអ្នកខ្លះអញ្ចឹងដូចពួកយើងអ្នកខ្លះដោយការពីមុនពេលដែលមុនបើកប្រាក់ខែ2ថ្ងៃ3ថ្ងៃគឺយើងអស់លុយបាត់ហើយអត់ដឹងថាលុយហ្នឹងវាចេញទៅកន្លែងណាទេអាហ្នឹងឯងដែលយើងទៀមទាដែលយើងត្រូវតែធ្វើផែនការហិរញ្ញវត្ថុសម្រាប់គ្រួសារឬមួយសម្រាប់ខ្លួនឯងហ្នឹងតែបើគាត់គិតថាអូខេបញ្ហាអស់ហ្នឹងគឺអត់មានបញ្ហាសម្រាប់គាត់ទេគឺគាត់អាច control អស់ហ្នឹងបានអានេះខ្ញុំគិតថាដូចជាមិនចាំបាច់យើងទៅការធ្វើផែនការហិរញ្ញវត្ថុមានថាគាត់មានផែនការហិរញ្ញវត្ថុនៅក្នុងគំនិតឬមួយក៏ក្នុងខួរក្បាលផងគាត់រួចរាល់អស់ហើយអញ្ចឹងដូចលើកឡើងចំណុចទី2ដែលលោកលើកឡើងថាតើតកតទៅនឹងការរៀបចំផែនការហិរញ្ញវត្ថុហ្នឹងតើយើងគួរថាតើការសន្សំបែបណាសម្រាប់ខ្ញុំលើកទឹកចិត្តគាត់ទី1លើកដឹងថាប្រព័ន្ធហិរញ្ញវត្ថុយើងនៅបច្ចុប្បន្នគឺ stable សម្រាប់ប្រទេសកម្ពុជាផងយើងបើសិនបើគាត់នេះគាត់អាចធ្វើការសន្សំជាមួយនឹងធនាគារដែលបច្ចុប្បន្នខ្ញុំគិតថាការប្រាក់សម្រាប់ធនាគារក៏មានភាពតាក់ទាញដូចគ្នាដែរសូម្បីតែ saving account ការប្រាក់រហូតដល់ 3% ទៅស្អីទៅតាមស្ថាប័នមួយដូចគ្នាអញ្ចឹងការសន្សំជាមួយធនាគារគឺវាអត់មានហានិភ័យទេគឺមានន័យថាគាត់ប្រកាសថាទឹកលុយដែលគាត់សន្សំជាមួយធនាគារគឺគាត់មានសុវត្ថិភាពខ្ពស់តែម្ដងទី2គាត់អាចធ្វើជាការទិញជាមួយនឹងបណ្ណធានារ៉ាប់រងដែលបណ្ណធានារ៉ាប់រងដូចខ្ញុំលើកឡើងកាលពីមុនអញ្ចឹងបណ្ណធានារ៉ាប់រងខ្លះគឺយើងអាចទទួលបានកញ្ចប់ថវិកានៅពេលការកំណត់ណាមួយឧទាហរណ៍ថាខ្ញុំត្រូវការទិញធានារ៉ាប់រងសម្រាប់អាយុជីវិតផងខ្ញុំរយៈពេល10ឆ្នាំអញ្ចឹងនៅក្នុងកំឡុងពេលperiodហ្នឹងខ្ញុំអត់មានហានិភ័យកាត់ឡើងគឺក្រុមហ៊ុន insurance គេនឹងអាចផ្ដល់នៅទិដ្ឋាភិការកញ្ចប់ណាមួយសម្រាប់ខ្ញុំដូចគ្នាដែរអានេះជាការសន្សំមួយដើម្បីឲ្យប្រកាសថាផែនការហិរញ្ញវត្ថុផងយើងគឺមានសុវត្ថិភាពបើក្នុងកលៈទេសៈហ្នឹងខ្ញុំមានបញ្ហាអ្វីមួយកាត់ឡើងឧទាហរណ៍ថាខ្ញុំមានគ្រោះថ្នាក់ឬមួយដោយប្រការណាមួយគឺខ្ញុំបានធានាហ្នឹងគឺធានាទៅលើរូបខ្ញុំអញ្ចឹងដូច្នេះក្រុមគ្រួសារខ្ញុំអត់មានផលប៉ះពាល់ទៅលើស្ថានភាពហិរញ្ញវត្ថុទេអញ្ចឹងសម្រាប់ខ្ញុំការសន្សំខ្ញុំ
លើកទឹកចិត្តពីធំទី1គាត់អាចសន្សំជាមួយនឹងខាងធនាគារទី2គាត់អាចសន្សំទៅតាមជាមួយនឹងខាងទិញបានធានារ៉ាប់រងអាស្រ័យទៅលើគាត់គិតថាតើបានធានារ៉ាប់រងមួយណាដែលសមស្របសម្រាប់គ្រួសារផងគាត់ធៀបពិតទៅវាមានការសន្សំផ្សេងទៀតសម្រាប់ខ្ញុំគឺខ្ញុំលើកទឹកចិត្តសម្រាប់ពីចំណុចហ្នឹងបាទគាត់គួរតែឈរទៅលើមូលដ្ឋានអ្វីដើម្បីឲ្យគាត់សម្រេចចិត្តថាទី1គាត់ត្រូវតែសន្សំទី2គាត់ត្រូវតែរៀបចំផែនការតើឈរលើមូលដ្ឋានអ្វីដើម្បីជួយគាត់ធ្វើការវិនិច្ឆ័យឲ្យបានត្រឹមត្រូវអូខេកត្តាដែលសំខាន់គឺគាត់ត្រូវគិតថាអ្វីតើគាត់គិតថាក្រុមគ្រួសារគាត់មានសារៈសំខាន់អត់បើគាត់គិតថាគ្រួសារគាត់មានសារៈសំខាន់គឺគាត់ត្រូវតែរៀប plan ណាដូចខ្ញុំលើកឡើងកាលពីមុនអញ្ចឹងថាគាត់គឺជាចំហគ្រួសារមួយនៅក្នុងគ្រួសារអញ្ចឹងបើក្នុងករណីថាគាត់មានហានិភ័យឲ្យកើតឡើងអញ្ចឹងគ្រួសារគាត់ច្បាស់ជាមានបញ្ហាហិរញ្ញវត្ថុហ្នឹងហើយអញ្ចឹងអាហ្នឹងជាចំណុចនេះជាចំណុចដែលធ្វើឲ្យគាត់ត្រូវគិតថាគាត់ត្រូវតែរៀបផែនការហិរញ្ញវត្ថុផងគាត់ហ្នឹងគឺឲ្យបានច្បាស់លាស់ឲ្យបានត្រឹមត្រូវអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំចង់លើកទឹកចិត្តឲ្យគាត់មានគោលដៅគិតថាតើគាត់ចង់បានអីសម្រាប់ក្រុមគ្រួសារផងគាត់អញ្ចឹងពេលដែលគាត់មានគោលដៅអានោះគឺជាផែនទីជីវិតឬមួយក៏ផែនទីសម្រាប់គ្រួសារផងគាត់ថាតើគាត់ទៅដល់គោលដៅហ្នឹងដោយមធ្យោបាយបែបណាអញ្ចឹងមធ្យោបាយដូចលើកឡើងកាលពីមុនអញ្ចឹងវាមានមធ្យោបាយច្រើនពេលខ្លះគាត់អាចសន្សំតាមលក្ខណៈធនាគារគាត់អាចសន្សំទៅតាមលក្ខខណ្ឌផ្សេងទិញបានធានារ៉ាប់រងឬមួយគាត់អាចវិនិយោគអីផ្សេងដែលគាត់គិតថាมันមានហានិភ័យច្រើនសម្រាប់ក្រុមគ្រួសារផងគាត់អញ្ចឹងការវិនិយោគក៏មានយើងអាចចែកទៅជា3កត្តាសំខាន់ដែរវាអាចវិនិយោគរយៈពេលខ្លីដែលរយៈពេលក្រោម1ឆ្នាំឬមួយវិនិយោគរយៈពេល1ជុំដែលវាអាចលើសពី1ឆ្នាំទៅដល់3ឆ្នាំឬមួយក៏លក្ខណៈ long term ដែលយើងអាចនិយាយថា4-5ឆ្នាំ10ឆ្នាំឡើងទៅអញ្ចឹងវាអាស្រ័យទៅលើគោលដៅឬមួយក៏ផែនការផងគាត់តែគាត់ចង់បានសម្រាប់ក្រុមគ្រួសារផងគាត់ប្រសិនបើប្រជាពលរដ្ឋនីមួយៗឬគ្រួសារមួយៗមានរបាយការណ៍ហើយនឹងមានផែនការច្បាស់លាស់នៃចំណូលចំណាយរបស់គាត់ច្បាស់លាស់ជាយោបល់របស់លោកផ្ទាល់ហើយនឹងជាសារផ្ញើជូនពួកគាត់តើវានឹងជួយឲ្យគាត់ទៅថ្ងៃអនាគតបែបណាហើយប៉ះពាល់ទៅដល់ប្រទេសជាតិបែបណាបាទសំណួរនេះល្អមែនទែនបាទកម្មពិតការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់គ្រួសារវាពិតជាមានសារៈសំខាន់មែនទែនទី1គឺដើម្បីជួយឲ្យសេដ្ឋកិច្ចគ្រួសាររបស់យើងគឺអាចដំណើរការទៅរលូនដោយមិនមានការបារម្ភទោះបីមានហានិភ័យអ្វីកើតឡើងក៏យើងអាចមានវិធីដើម្បីយើងទប់ស្កាត់ឬមួយក៏យើងអាចការពារបានដូចគ្នាទី2ក៏ដើម្បីកាត់បន្ថយសម្រាប់ប្រទេសជាតិដូចគ្នាដែរអញ្ចឹងបើគ្រប់គ្នាគាត់អត់មានបញ្ហាហិរញ្ញវត្ថុអានោះគឺមានតែធ្វើឲ្យប្រទេសជាតិឬមួយបន្ទុករបស់រដ្ឋាភិបាលយើងក៏អត់មានច្រើនដូចគ្នាដែរអញ្ចឹងហើយអានេះវាជាចំណុចទូចមួយដែលធ្វើឲ្យបញ្ហាការរៀបចំហិរញ្ញវត្ថុសម្រាប់គ្រួសារហ្នឹងវាពិតជាមានសារៈសំខាន់មែនទែនបើសិនបើគាត់មានផែនការច្បាស់លាស់អានោះគឺគាត់នឹងអាចសម្រេចអ្វីដែលគាត់ចង់បានគឺទោះបីមានហានិភ័យឬមួយក៏បដិការអ្វីកើតឡើងនៅពេលអនាគតដែលគាត់អាចរំពឹងទុកក៏គាត់អាចគ្រប់គ្រងស្ថានភាពនឹងបានដូចគ្នាដែរអញ្ចឹងនៅពេលដែលគាត់អាចគ្រប់គ្រងស្ថានភាពនឹងបានអានោះគឺវាបន្ថយបន្ទុកសម្រាប់ប្រទេសជាតិក៏ដូចជារដ្ឋាភិបាលដូចគ្នាដែរកាត់បន្ថយបានក៏ប៉ុន្តែយើងត្រូវតែប្រើប្រាស់វាប្រចាំថ្ងៃយើងអត់អាចថាថ្ងៃហ្នឹងយើងអត់ប្រើប្រាស់ទឹកថ្ងៃហ្នឹងយើងអត់អាចប្រើប្រាស់ភ្លើងបានទេវាជាអ្វីដែលចាំបាច់សម្រាប់ចំណងវិញគឺសំដៅទៅលើអ្វីដែលយើងឃើញរបស់មួយដែលយើងឃើញរបស់ហ្នឹងគឺយើងពេញចិត្តតែម្ដងធៀបពិតយើងអត់តម្រូវការឧទាហរណ៍ថាបច្ចុប្បន្នខ្ញុំមានទូរស័ព្ទមួយហើយប៉ុន្តែដោយសារតែខ្ញុំដើរទៅផ្សារទៅឬមួយក៏ supermarket អីមួយទៅខ្ញុំឃើញទូរស័ព្ទមួយតែចេញថ្មីមកអញ្ចឹងឃើញទូរស័ព្ទហ្នឹងវាពិតជាតាក់ទាញមែនតើរូបរាងឬមួយក៏ប្រភេទនៃការ design វាពិតជាតាក់ទាញមែនតើអញ្ចឹងធ្វើឲ្យខ្ញុំចង់បានរបស់ហ្នឹងហើយខណៈពេលសួរថាហ្នឹងវាជាតម្រូវការជាក់ស្ដែងអត់វាអត់មានតម្រូវការដោយសារតែខ្ញុំមានបច្ចុប្បន្នខ្ញុំមានទូរស័ព្ទរួចរាល់ហើយអាហ្នឹងហើយគឺយើងហៅថាជាបានថាចំណង់ផងយើងអញ្ចឹងអ្វីជាពិសេសបំផុតគឺយើងត្រូវរៀន control ចំណង់ផងយើងកម្មពិតចំណង់យើងអាចធ្វើវាទៅបានស្ថិតនៅក្នុងក្របខ័ណ្ឌមួយដែលយើងមានព្រំដែនក្នុងការដែលយើងអាចចំណាយទៅលើចំណង់ផងយើងដូចគ្នាអញ្ចឹងហើយបើខ្ញុំតែងតែផ្ដល់អនុសាសន៍ថាយើងគួរតែសិក្សាឬមួយក៏យើងគួរតែ review ឲ្យបានច្រើនទៅលើចំណង់ផងយើងចំណង់ណាខ្លះដែលយើងអាចកាត់បន្ថយបានចំណង់ណាខ្លះដែលយើងមិនអាចកាត់បន្ថយបានអាហ្នឹងជាអ្វីដែលយើងត្រូវសិក្សាដែលយើងត្រូវតែតាមដានជាប្រចាំដូចគ្នាដែរបាទជាចុងក្រោយនេះលោកមានអ្វីជាទស្សនៈអ្វីបន្ថែមទៀតផ្ញើទៅកាន់ប្រជាពលរដ្ឋយុវជនកម្មករកម្មការិនីនៅក្នុងវិស័យកាដេដែរទេសូមអញ្ជើញអរគុណបាទជាចុងក្រោយខ្ញុំសូមផ្ដល់ជាមតិមួយចំនួនសម្រាប់ដល់បងប្អូនជាខ្ញុំ
ខ្ញុំគិតថាការរៀបចំផែនការហិរញ្ញវត្ថុវាពិតជាមានសារៈសំខាន់មែនទែនសម្រាប់ក្រុមគ្រួសារក៏ដូចជាបុគ្គលដូចគ្នាដែរអញ្ចឹងយើងត្រូវតែកំណត់ពីគោលដៅផងយើងឲ្យច្បាស់លាស់ហើយយើងត្រូវតែស្វែងយល់ពីគេហៅថាហិរញ្ញវត្ថុអ្វីទៅជាហិរញ្ញវត្ថុហិរញ្ញវត្ថុបើយើងនិយាយភាសាសាមញ្ញគឺសំដៅទៅលើលុយកាក់តើយើងគ្រប់គ្រងលុយកាក់ហ្នឹងដោយមធ្យោបាយបែបណាអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំលើកទឹកចិត្តឲ្យបងប្អូនស្វែងយល់ពីសេរីភាពហិរញ្ញវត្ថុថាតើយើងធ្វើយ៉ាងម៉េចដើម្បីយើងមានសេរីភាពហិរញ្ញវត្ថុសម្រាប់បុគ្គលឬមួយក៏ដូចជាក្រុមគ្រួសាររបស់បងប្អូនយើងអរគុណច្រើនលោកបូរីលោកស្រីកញ្ញាទាំងអស់ជាទីគោរពពិតមែនហើយការមានផែនការហិរញ្ញវត្ថុសម្រាប់ក្រុមគ្រួសារមួយឲ្យបានច្បាស់លាស់វានឹងកាត់បន្ថយហានិភ័យសម្រាប់ក្រុមគ្រួសារមួយហ្នឹងបូករួមជាមួយនឹងអាចសម្រេចបាននៅគោលដៅដែលលោកស្រីឬក៏ក្រុមគ្រួសារនីមួយៗបានរៀបចំទុកជាមុនថែមពីលើនឹងទៀតគឺជួយទៅដល់សេដ្ឋកិច្ចរបស់ប្រទេសយើងផងដែរនៅពេលនេះកម្មវិធីវិថីហិរញ្ញវត្ថុរបស់យើងដល់ពេលត្រូវបញ្ចប់ហើយអរគុណច្រើនលោកបូរីដែលបានចំណាយពេលដែលមានតម្លៃចូលរួមកម្មវិធីរបស់យើងលោកស្រីកញ្ញាទាំងអស់ជាទីគោរពនៅពេលនេះយើងខ្ញុំទាំងពីររូបសូមអរគុណសូមគោរពលា